រៀនកំចាត់ក្រោតដោយមិនក្រោតតការចម្រើនទៅដោយសេចក្តីខន្តីជាឫសគល់ដ៏ប្រសើរការពិចារណាទៅដោយបញ្ញខណ្ឌដោយហេតុនិងផលដោយបញ្ញាការយល់ច្បាស់អំពីសភាវៈពិតថានេះកើតមានដោយហេតុថានេះជាផលមិនគួរចម្រើនដែលយើងគួររៀនកំចាត់ដោយហេតុការយល់ច្បាស់ថាជាហេតុមិនល្អមិនគួរនឹងចម្រើនបន្តជាហេតុនាំមកនៅសេចក្តីទុក្ខជាហេតុនាំផលមកជាក្តៅធ្លាក់ទៅអវជ័យនរកក្តីក៏ដោយសារភ្លើងតោសៈនៃសេចក្តីក្រោធចឹងទើបយើងត្រូវរៀនដឹងថាតើមានអ្វីដែលត្រូវនិងគ្រប់គ្រងទៅតាមវាបានព្រោះបើការដែលយើងប្រព្រឹត្តទៅតាមកំហឹងវានីមួយមិនដែលឃើញថាបានជាផលល្អកាលណាសោះឡើយថែមទាំងឃើញសេចក្តីទុក្ខទាំងផលបច្ចុប្បន្ននឹងផងទៅទៀតនោះរឿងហេតុជាច្រើនដែលយើងប្រព្រឹត្តចម្រើនទៅហើយនាំឲ្យគេញាតិទាំងឡាយតែងមានការភ័យមានការមិនសប្បាយចិត្តនៅពេលដែលនៅចិត្តនៅពេលក្បែរហើយមានការតក់ស្លុតចំពោះខ្លួនឯងទៅណាមិនសូវបានសុខសប្បាយប៉ុន្មាននោះទេដោយមាននៅចិត្តទោសៈនឹងតោងគ្រប់ជាមួយចឹងហើយទើបយើងគួររៀនលះកាត់ចោលដោយមើលទៅតាមហេតុនិងផលដោយយល់ថាកាលណាបើយើងខឹងប្រព្រឹត្តទៅតាមវាក៏អត់អាចជួយជាប្រយោជន៍ឲ្យយើងបានហើយថែមទាំងបំផ្លាញជាប្រយោជន៍យើងបន្ថែមទៅទៀតកាលណាដែលយើងប្រព្រឹត្តវាហើយក៏អត់អាចនឹងកែសម្រួលឡើងវិញបានទេរឿងហេតុទៅតាមពេលវេលាបែបម៉េចគឺនៅតែបែបហ្នឹងហើយទើបយើងមិនគួរមានអ្វីដែលថានឹងត្រេកអរនឹងកើតវាទៅបានបើពេលដែលកើតមានហើយបានត្រឹមតែធ្វើឲ្យយើងក្តៅក្រហល់កាហាយក្នុងការប្រព្រឹត្តនៅអំពើទុច្ចរិតអំពើមិនល្អមិនកប់បីជាច្រើននាំឲ្យពីធ្ងន់តិចរហូតដល់ធ្ងន់ខ្លាំងទៅអញ្ចឹងបានមានការខាតបង់ក៏ច្រើនទាំងជីវិតខ្លួនឯងចម្រើនទៅដោយសេចក្តីបាបកុសលបាបអកុសលហើយមានការសន្សំនៅអំពើបាបនេះច្រើនទៅគឺមិនងាយរកផ្លូវភ្លឺស្វាងបានសោះឡើយ